រដ្ឋីជាក្មេងរស់នៅជាមួយម្ដាយតែម្នាក់ឯងបន្ទាប់ពីឪពុកបានបាត់ខ្លួនអស់ជាច្រើនឆ្នាំដោយគ្មានដំណឹងជីវិតរបស់គាត់សាមញ្ញព្រឹកឡើងជួយម្ដាយធ្វើស្រែល្ងាចមកអង្គុយមើលថ្ងៃលិចហើយមានក្តីស្រមៃអំពីពិភពដ៏ធំដែលគាត់មិនធ្លាប់បានឃើញថ្ងៃមួយខណៈគាត់កំពុងសម្អាតឃ្លាំងចាស់របស់ឪពុកគាត់បានរកឃើញប្រអប់ឈើតូចមួយខាងក្នុងមានផែនទីចាស់និងសម្បត្តិមួយដែលសរសេរដោយអក្សរតូចៗបើអ្នកបានឃើញនោះមានន័យថាអ្នកកំពុងដើរតាមផ្លូវដូចខ្ញុំកុំភ័យបេះដូងរបស់អ្នកនឹងដឹកនាំអ្នកចាប់ពីថ្ងៃនោះរិទ្ធីសម្រេចចិត្តចេញដំណើរម្ដាយរបស់គាត់មិនចង់ឲ្យគាត់ទៅប៉ុន្តែក្នុងភ្នែកនាងមានទឹកភ្នែកនិងមោទនភាពជាមួយគ្នានាងដាក់ខ្សែក្រវ៉ាត់ចាស់មួយឲ្យគាត់របស់ដែលឪពុកធ្លាប់ពាក់បានបន្សល់ទុកឲ្យគាត់ហើយនិយាយថាត្រឡប់មកវិញជាមួយពន្លឺក្នុងចិត្តកូនដំណើររបស់រិទ្ធីចាប់ផ្ដើមលើផ្លូវដ៏វែងឆ្ងាយគាត់ឆ្លងកាត់វាលស្មៅធំភ្នំខ្ពស់និងទីក្រុងដែលពោពេញដោយមនុស្សគាត់ជួបមិត្តថ្មីនារីម្នាក់ឈ្មោះសារ៉ាដែលជាអ្នកដំណើរដូចគ្នានាងឆ្លាតវៃក្លាហាននិងមានអតីតកាលដ៏ពិបាកដូចគ្នាពួកគេចាប់ផ្ដើមដំណើរជាមួយគ្នានៅលើផ្លូវពួកគេជួបបញ្ហាជាច្រើនពេលខ្វះអាហារពេលខ្លះជួបមនុស្សមិនល្អពេលខ្លះបាត់ផ្លូវប៉ុន្តែរាល់បញ្ហាបង្កើតឲ្យពួកគេកាន់តែរឹងមាំយប់មួយនៅក្រោមមេឃពោពេញដោយផ្កាយរិទ្ធីប្រាប់សារ៉ាអំពីឪពុករបស់គាត់សារ៉ាមានភាពស្ងៀមស្ងាត់ស្ដាប់ហើយនិយាយថាមនុស្សដែលហ៊ានដើរតាមសុបិនមិនដែលបាត់បង់ទេពួកគេគ្រាន់តែផ្លាស់ប្ដូរផ្លូវប៉ុណ្ណោះពាក្យនោះនៅក្នុងចិត្តរិទ្ធីយូរមកហើយដំណើរនាំពួកគេទៅកាន់ទីក្រុងធំមួយដែលមានព័ត៌មានអំពីអ្នកដំណើរចាស់ម្នាក់ដែលត្រូវគេជឿថាជាឪពុករិទ្ធីប៉ុន្តែទីនោះក៏មានគ្រោះថ្នាក់ក្រុមមនុស្សមួយដែលកំពុងស្វែងរកផែនទីដោយគាត់ការតាមដានការរត់គេចនិងការប្រឈមមុខធ្វើឲ្យរឿងកាន់តែតានតឹងនៅពេលមួយរិទ្ធីស្ទាក់ស្ទើរគិតថាខ្លួនមិនអាចបន្តដំណើរបានទៀតប៉ុន្តែសារ៉ាដាក់ដៃលើស្មាគាត់ហើយនិយាយថាបេះដូងអ្នកមិនដែលចុះចាញ់ទេតែអ្នកត្រូវជឿលើវាចុងក្រោយពួកគេទៅដល់កន្លែងនៅលើផែនទីវាជាប្រាសាទបុរាណមួយលាក់នៅក្នុងភ្នំខាងក្នុងមានស្នាមរឿងរ៉ាវពីអ្នកដំណើរចាស់និងសញ្ញាដែលបង្ហាញថាឪពុករិទ្ធីធ្លាប់មកដល់ទីនេះប៉ុន្តែអ្វីដែលគាត់រកឃើញមិនមែនជាមនុស្សទេជាសារមួយទៀតកូនអើយប្រសិនបើកូនមកដល់ទីនេះនោះមានន័យថាកូនបានក្លាយជាមនុស្សដែលខ្លួនឯងស្វែងរកហើយរិទ្ធីឈរនៅទីនោះដោយភ្នែកពោពេញដោយទឹកភ្នែកគាត់យល់ថាដំណើរនេះមិនមែនគ្រាន់តែស្វែងរកឪពុកទេប៉ុន្តែជាការស្វែងរកខ្លួនឯងបន្ទាប់ពីរិទ្ធីនិងសារ៉ាបានរកឃើញសារចុងក្រោយក្នុងប្រាសាទបុរាណបេះដូងរបស់រិទ្ធីមិនស្ងប់ដោយដែលគាត់គិតទេទោះបីគាត់យល់ថាឪពុកបានទុកអត្ថន័យសំខាន់មួយឲ្យគាត់ថាការធ្វើដំណើរគឺដើម្បីរកខ្លួនឯងក៏ដោយប៉ុន្តែក្នុងជម្រៅចិត្តគាត់នៅតែមានសំណួរមួយដែលមិនអាចលុបចោលបានតើឪពុកខ្ញុំនៅឯណាពេលពួកគេត្រឡប់ចេញពីប្រាសាទព្រះអាទិត្យកំពុងលិចនៅពីក្រោយភ្នំពន្លឺមាសបាញ់ចេញតាមដងថ្មបុរាណសារ៉ាមើលទៅលើមេឃហើយនិយាយតិចថាពេលខ្លះការឆ្លើយតបមិនមែននៅទីកន្លែងដែលយើងទៅដល់ទេប៉ុន្តែស្ថិតនៅលើផ្លូវដែលយើងដើររិទ្ធីមិនឆ្លើយតែគាត់ដឹងថានាងមានន័យអ្វីពួកគេមិនត្រឡប់ទៅភូមិភ្លាមទេផ្ទុយទៅវិញពួកគេសម្រេចបន្តដំណើរតាមសញ្ញាថ្មីដែលពួកគេបានរកឃើញក្នុងប្រាសាទសញ្ញាដែលស្រដៀងនឹងសញ្ញានៅលើខ្សែក្រវ៉ាត់របស់ឪពុករិទ្ធីវាដូចជាកំពុងបង្ហាញថាមានផ្លូវមួយទៀតផ្លូវដែលមិនទាន់បញ្ចប់ដំណើរនេះបាននាំពួកគេទៅកាន់ទីក្រុងឈ្មោះលូណារ៉ាដែលល្បីដោយសារតែអ្នកដំណើរច្រើនមកជួបប្រជុំនៅទីនេះពោពេញដោយពន្លឺភ្លើងពេលយប់សំឡេងតន្ត្រីនិងមនុស្សមកពីគ្រប់ទីកន្លែងនៅទីនោះរិទ្ធីបានជួបបុរសចាស់ម្នាក់ដែលមើលទៅដូចជាអ្នកដំណើរដែលពោពេញទៅដោយបទពិសោធន៍គាត់ឈ្មោះហានភ្នែករបស់គាត់មើលទៅដូចជាមនុស្សដែលបានឃើញអ្វីជាច្រើនជាងពាក្យអាចពិពណ៌នាបានពេលរិទ្ធីបង្ហាញខ្សែក្រវ៉ាត់បុរសចាស់នោះស្ទាក់ស្ទើរហើយនិយាយថាខ្ញុំធ្លាប់ឃើញសញ្ញានេះ
ជាច្រើនឆ្នាំមុនពេលខ្ញុំជួបបរិសម្នាក់ដែលមិនចេះចាញ់បេះដូងរទ្ធីលោតលឿនគាត់ជាឪពុកខ្ញុំទេបរិសចាស់ញញឹមតិចខ្ញុំមិនអាចប្រកាសទេប៉ុន្តែបរិសនោះកំពុងស្វែងរកអ្វីមួយដែលគាត់និយាយថាអាចផ្លាស់ប្ដូរជីវិតមនុស្សបានព័ត៌មាននេះបង្កើតអារម្មណ៍ថ្មីក្នុងចិត្តរទ្ធីសេចក្តីសង្ឃឹមដែលចូលរួមជាមួយការភ័យខ្លាចពួកគេបន្តដំណើរទៅកាន់ភ្នំខ្ពស់ដែលបរិសចាស់បាននិយាយផ្លូវកាន់តែពិបាកខ្យល់ត្រជាក់និងផ្លូវរអិលមានពេលមួយសារ៉ាបានរងរបួសតិចពេលជើងរអិលលើថ្មរទ្ធីជួយនាងដោយមិនគិតពីភាពនឿយហត់របស់ខ្លួននៅយប់មួយក្រោមព្យុះភ្លៀងពួកគេចូលស្នាក់ក្នុងគុហាតូចមួយភ្លៀងធ្លាក់ខ្លាំងបង្កើតសំឡេងដោយពិភពលោកកំពុងរញ្ជួយក្នុងភាពងងឹតនោះសារ៉ានិយាយស្ងាត់ថាបើថ្ងៃមួយអ្នករកឃើញអ្វីដែលអ្នកកំពុងស្វែងរកតើអ្នកនឹងធ្វើអ្វីបន្ទាប់រទ្ធីគិតយូរបន្តិចមុននឹងឆ្លើយថាខ្ញុំមិនដឹងទេប៉ុន្តែខ្ញុំដឹងថាខ្ញុំមិនចង់បាត់បង់អ្វីដែលខ្ញុំរកបានលើផ្លូវនេះទេពាក្យនេះធ្វើឲ្យបរិយាកាសស្ងប់ស្ងាត់ប៉ុន្តែពោរពេញដោយអារម្មណ៍បន្ទាប់ពីថ្ងៃជាច្រើននៃការឡើងភ្នំពួកគេទៅដល់កំពូលភ្នំមួយដែលមានសំណង់បុរាណមួយវាមិនធំដូចប្រាសាទមុនទេប៉ុន្តែមើលទៅមានអត្ថន័យខ្លាំងណាស់ខាងក្នុងពួកគេរកឃើញស្នាមសរសេរថ្មីជាងមុនមិនមែនអក្សរចាស់ទេប៉ុន្តែអក្សរដូចដែលឪពុករទ្ធីបានសរសេរបើអ្នកមកដល់ទីនេះនោះមានន័យថាអ្នកនៅតែបន្តដំណើរហើយនោះជារឿងសំខាន់បំផុតក្រោមសារនេះមានផែនទីតូចមួយបង្ហាញទីតាំងចុងក្រោយកន្លែងឈ្មោះវាលពន្លឺការធ្វើដំណើរចុងក្រោយចាប់ផ្ដើមវាលពន្លឺកន្លែងស្រស់ស្អាតដូចសុបិនវាលស្មៅធំដែលភ្លឺពណ៌មាសក្រោមពន្លឺព្រះអាទិត្យនៅកណ្ដាលវាលមានដើមឈើធំមួយឈរតែម្នាក់ឯងពេលរទ្ធីដើរចូលទៅជិតគាត់មានអារម្មណ៍ចម្លែកដូចជាអ្វីមួយក្នុងចិត្តកំពុងត្រឡប់មកវិញក្រោមដើមឈើមានប្រអប់តូចមួយក្នុងនោះមានលិខិតចុងក្រោយកូនអើយខ្ញុំមិនដឹងថាកូននឹងអានវាដែរឬទេប៉ុន្តែបើកូនអានវានោះមានន័យថាកូនបានដើរឆ្ងាយជាងខ្ញុំទៅទៀតខ្ញុំមិនអាចត្រឡប់ទៅវិញបានទេប៉ុន្តែខ្ញុំមិនដែលសោកស្ដាយឡើយព្រោះខ្ញុំដឹងថាកូននឹងបន្តអ្វីដែលខ្ញុំបានចាប់ផ្ដើមកុំស្វែងរកខ្ញុំទៀតស្វែងរកខ្លួនឯងហើយរស់នៅជាមួយពន្លឺនោះទឹកភ្នែកហូរចុះលើមុខរទ្ធីប៉ុន្តែពេលនេះវាមិនមែនជាទឹកភ្នែកនៃការបាត់បង់ទេប៉ុន្តែជាទឹកភ្នែកនៃការយល់ដឹងសារ៉ាឈរក្បែរគាត់ដោយមិននិយាយប៉ុន្តែវាហាក់ដូចជាគ្រប់គ្រាន់ហើយពេលត្រឡប់ទៅភូមិវិញរទ្ធីមិនមែនជាមនុស្សដដែលទៀតទេគាត់មិនត្រឹមតែរកឃើញអំពីឪពុកទេប៉ុន្តែរកឃើញថាបេះដូងរបស់គាត់មានកម្លាំងប៉ុណ្ណានៅពេលថ្ងៃលិចម្ដងទៀតគាត់អង្គុយនៅទីដែលគាត់ធ្លាប់អង្គុយកាលពីមុនប៉ុន្តែពេលនេះភ្នែកគាត់មើលឃើញពិភពលោកធំជាងមុន